ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូភាគទី2ពាក់ព័ន្ធនឹងមេរៀនគោលដៅជីវិតបាទដោយដែលខ្ញុំបានសន្យាកាលពីវីដេអូមុនអញ្ចឹងថានៅវីដេអូទី2នេះខ្ញុំនឹងចាប់ផ្ដើមចែករំលែកនៅផ្នែកមួយនៃគោលដៅជីវិតរបស់យើងដែលអ្នកទាំងអស់គ្នាបានដឹងហើយកាលពីវីដេអូភាគទី1នោះគឺខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាថាគោលដៅជីវិតរបស់យើងគឺមានច្រើនផ្នែកមែនទេបាទគឺមានតាំងពីគោលដៅផ្នែកជីវិតយើងផ្ទាល់ខ្លួនការរស់នៅប្រចាំថ្ងៃនឹងមួយទៅណា lifestyle យើងហ្នឹងណាហើយមួយទៀតអាចពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងគ្រួសារតាក់ទងនឹងសុខភាពបាទថាតើយើងចង់រៀបចំសុខភាពបែបម៉េចឬក៏រៀបចំតាក់ទងនឹងផែនការហិរញ្ញវត្ថុបាទហើយមួយទៀតតាក់ទងការចូលរួមកិច្ចការងារសង្គមថាតើយើងចង់ចំណាយពេលយើងចង់រៀបផែនការមួយខ្លះដើម្បីចូលរួមធ្វើកិច្ចការងារសង្គមហើយអ្វីដែលខ្ញុំផ្ដោតសំខាន់ជាពិសេសនោះគឺផ្ដោតទៅលើគោលដៅផ្នែកអាជីពការងារតែម្ដងពីព្រោះខ្ញុំគិតថាបងប្អូនមួយចំនួនអឺជាពិសេសគឺសិស្សសានុសិស្សក៏ដូចជាបងប្អូនដែលជានិស្សិតហ្នឹងគោលបំណងសំខាន់មួយសម្រាប់ជីវិតគាត់ហ្នឹងក៏គាត់ចង់ទទួលបាននៅអាជីពក៏ដូចជាការងារមួយជំនាញមួយសម្រាប់ជីវិតគាត់ដែរសំទោសសម្រាប់ជីវិតគាត់ដែរពីព្រោះថាជីវិតរបស់យើងធម្មតាទេយើងត្រូវការមានការងារធ្វើយើងត្រូវការមានអាជីពអញ្ចឹងមុនយើងទៅធ្វើការងារឬក៏ខ្លាយទៅជាអាជីពអីមួយហ្នឹងយើងត្រូវមានសមត្ថភាពយើងត្រូវមានជំនាញហើយជាធម្មតាទេនៅពេលដែលយើងមានការងារធ្វើយើងមានអីយើងក៏អាចទាញបាននៅចំណូលសេដ្ឋកិច្ចសម្រាប់ខ្លួនឯងដែរព្រោះមិនថាខ្ញុំមិនថាអ្នកទាំងអស់គ្នាទេតែងតែចង់មានគេហៅថាឯករាជ្យនៃចំណូលខ្លួនឯងចង់ទទួលបាននៅលុយកាក់ចង់បានអីមួយទៅយើងស្រួលលុយខ្លួនឯងវាចាយស្រួលជាងបាទហើយយើងអាចថ្ងៃក្រោយទៅយើងអាចសាងគ្រួសារយើងអាចជួយប៉ាម៉ាក់យើងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងបាទខ្ញុំគិតថាប្រធានបទមួយនេះគឺវាមានសារៈសំខាន់សម្រាប់បងប្អូនចំនួនក្រោយខ្ញុំមិននិយាយអ្នកល្បាក់តាណាខ្ញុំទេហើយម្យ៉ាងខ្ញុំគិតថាខ្ញុំអាចចែករំលែកប្រធានបទនេះបានដោយសារថាសប្តាហ៍ថ្ងៃខ្ញុំក៏ទទួលបាននៅការងារដែលខ្ញុំស្រឡាញ់ពេញចិត្តដែរខ្ញុំអាចរស់នៅប្រកបដោយសុភមង្គលបានអញ្ចឹងខ្ញុំក៏គិតថាវាគួរតែអាចជាការចូលរួមចែករំលែកបានខ្លះសម្រាប់បងប្អូនក្រែងលោថាអូគ្នាយើងមួយចំនួនគាត់មានឧបនិស្ស័យគាត់ស្ដាប់ទៅគាត់យល់គាត់ជ្រាបគាត់ចាប់បានហើយគាត់អាចធ្វើបានអាហ្នឹងវាទៅជាផលប្រយោជន៍មួយហើយវាអាចថាខ្ញុំក៏សប្បាយចិត្តដែរនៅពេលដែលបងប្អូនអាចទទួលបាននៅប្រយោជន៍ពីវីដេអូដែលខ្ញុំបានធ្វើហ្នឹងពេលដែលគាត់សម្រេចបានអាជីពការងារទោះបីបានតិចឬច្រើនក្តីអញ្ចឹងសឹងថាសម្រាប់ខ្ញុំឯណាបានតែមួយឬក៏ពីរនេះក៏ខ្ញុំសប្បាយចិត្តដែរពីព្រោះគិតមើលទៅបើសិនជាយើងអត់ធ្វើមួយពីរហ្នឹងអាចនឹងអត់តែដល់ពេលយើងធ្វើវាទៅជាមានណាអញ្ចឹងសុខចិត្តទោះតិចក៏ដោយក៏នៅតែសប្បាយចិត្តដែរហើយខ្ញុំក៏អត់ចង់ឲ្យបងប្អូនគិតថាខ្លួនឯងមិនដឹងត្រូវទៅណាវែងទិសដៅហើយដូចថាទទួលបានអ្វីដែលខ្លួនឯងចង់បានហ្នឹងណាអត់ចង់ឲ្យបងប្អូនអញ្ចឹងទេគឺចង់ឲ្យបងប្អូនទទួលបានអ្វីដែលខ្លួនឯងចង់បានតែម្ដងបាទព្រោះអាហ្នឹងវាធ្វើឲ្យយើងសប្បាយយើងរីករាយហើយខ្លួនខ្ញុំផ្ទាល់នេះជាអ្នកបានឆ្លងកាត់ដែលកំពុងតែធ្វើវានេះក៏រីករាយដូចគ្នាប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគឺមិនទាន់ចូលដល់ខ្លឹមសារតែម្ដងទេគ្រាន់តែជាការបើកក្បាលដំបូងនៃវីដេអូទេចឹងកុំឲ្យថាខ្ញុំទៅប៉ែយូរឥឡូវយើងទៅមើលទាំងអស់គ្នាថាតើគោលដៅផ្នែកអាជីពការងារហ្នឹងណានៅពេលដែលយើងចាប់ផ្ដើមរៀបចំទៅសួរថាតើវាមានសារៈសំខាន់អ្វីខ្លះមិនចាំបាច់ត្រូវមានធ្វើអីចឹងណាបាទចឹងឥឡូវយើងទៅស្ដាប់ទាំងអស់គ្នាដែលចំណុចទី1នោះនៅពេលដែលយើងបានរៀបចំគោលដៅផ្នែកអាជីពការងារហ្នឹងណាគឺវាជួយផ្ដល់ឲ្យយើងនឹងនៅផែនទីច្បាស់លាស់បាទអ្នកទាំងអស់គ្នាស្គាល់ផែនទីណាអញ្ចឹងពេលដែលយើងមានផែនទីនៅក្នុងដៃយើងងាយស្រួលរៀបចំការធ្វើដំណើររបស់យើងមិនអញ្ចឹងបាទហើយបើសិនជាយើងអត់មានផែនទីទេគឺវាពិបាកឧទាហរណ៍ថាពេលយើងធ្វើដំណើរនៅក្នុងទីក្រុងឥឡូវដូចរាជធានីភ្នំពេញយើងក៏ដោយនេះជាពិសេសបងប្អូនដែលទើបតែឡើងមករៀននៅភ្នំពេញណាឬក៏យើងទៅខេត្តណាមួយណាជាពិសេសខេត្តដែលមានទីប្រជុំជនមានផ្ទះច្រើនហ្នឹងផ្លូវច្រើនហ្នឹង
cứ dương ở ai chết là chi ở tập pi bán này dương thời ca miền Google Map mình chẳng nhưng chưa than cái nó đây là tủ sạp bọc ôn mỗi giờ mình Google Map đập bay ấy cứ pra đập bay phanh rốc ti tăng để dương chọn từ đó xong bay tại nè đợt chỉnh chu nó mình tha chậm này là ha rồi có Ivan ấy đấy cứ cái thời ca nó đôi cái nè khởi nhớ chẳng là nó cứ chia sẻ sầm khănในแผนទីហើយសំបីយើងឆ្លងកាត់សមុទ្រក៏ដោយណាមិនចឹងយើងត្រូវការមានផែនទីយើងត្រូវការដឹងថាទិសតំបន់នៅណាបាទហើយតែយើងអត់មានផែនទីវាអាចធ្វើឲ្យយើងវង្វេងហើយតាមវង្វេងហើយយើងកុំគិតថាអូចឹងគួយសំកុកនៅហ្នឹងទៅអីទេមិនបាច់ទៅណាទៅណីអីទេក៏មិនប្រកាសថាសុកដែរណាបាទវានៅតែអាចមានបញ្ហាអញ្ចឹងដូចថាយើងគិតមើលទៅយើងនៅហ្នឹងទីបើនៅកណ្ដាលសមុទ្រវិញយើងគិតថាស្រួលទេបាទអាចឈរមុខមួយព្យុះជាមួយនឹងត្រីកាចតែថឹងចុះពេលទៅដល់គោពេលជីទៅគោដៅក៏វាមានអាហ្នឹងហើយវាមានប៉ុន្តែគ្រាន់តែថាបើសិនយើងមានគោដៅមិនយូរមិនឆាប់យើងជំនះអស់ហ្នឹងបានយើងទៅដល់គោដៅតែដល់ពេលយើងនៅស្កប់នៅហ្នឹងនៅវិលនៅហ្នឹងនៅសង្ងំនៅហ្នឹងអាហ្នឹងអាចមានបញ្ហាហើយកន្លែងចំណុចហ្នឹងហើយមួយទៀតយើងគិតមើលយើងមានទឹកឯណាញ៉ាំយើងមានចំណីអាហារណាហូបបើយើងនៅកណ្ដាលសមុទ្រធីងធងគ្មានកោះគ្មានត្រើយអញ្ចឹងនេះបាទចឹងអាហ្នឹងគឺគ្រាន់ជាការធៀបទេចុះជីវិតយើងនេះមិនដែរជីវិតយើងក៏ដូចគ្នាដែរបើសិនជាយើងអត់មានផែនទីនៅក្នុងដៃទេយើងអត់បានរៀបចំគោលដៅជីវិតខ្លួនយើងមិនមកទេ stress ណាស់អ្នកទាំងអស់គ្នាពិបាកហើយខ្ញុំជឿថាអ្នកកំពុងស្ដាប់នឹងអាចកំពុងតែមានបញ្ហាជាមួយវាហើយខ្ញុំទទួលស្គាល់ថាផ្លូវចិត្តនឹងអត់សុបាយទេសឹងថាពេលខ្លះកើតជំងឺបាក់ទឹកចិត្តខ្លះឬក៏តានតឹងចិត្តអីចឹងទៅហើយខ្ញុំក៏ធ្លាប់ជួបបញ្ហានឹងដែរអញ្ចឹងបើសិនយើងនៅសង្ងំថាអត់អីបដ ாய் តាមយថាកម្មអាបញ្ហាគឺកាន់តែច្រើនទៀតវាជួយវាអាចមានជួយវាអាចធ្វើយើងខាតពេលវេលារងសម្ពាធផ្លូវចិត្តពីសំណាក់ខ្លួនឯងផងព្រោះយើងជាបន្ទោសខ្លួនឯងតែខ្លួនឯងអន់ខ្លួនឯងចេះខ្លួនឯងចូលចឹងទៅហើយមិនត្រឹមតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាគឺពេលខ្លះអាចនឹងអ្នកជុំវិញខ្លួនយើងនឹងមិនគឺគេបន្ទោសគេដាក់សម្ពាធថែមទៀតអញ្ចឹងយូរទៅវាអាចកើតទៅជាជំងឺតានតឹងចិត្តនិងការបាក់ទឹកចិត្តជាដើមដូចខ្ញុំលើកខាងដើមមិញអញ្ចឹងបាទតែផ្ទុយមកវិញបើសិនជាជីវិតរបស់យើងនឹងមានផែនទីយើងស្រួលកំណត់គោលដៅហើយនឹងទិសដៅរបស់យើងចុះសួរថាតើអ្វីទៅជាគោលដៅអ្នកទាំងអស់គ្នាស្គាល់ទេគោលដៅបាទហើយចុះអ្វីទៅជាទិសដៅអញ្ចឹងខ្ញុំសូមឆ្លៀតប្រាប់អ្នកទាំងអស់គ្នាត្រង់ចំណុចនេះបន្តិចគោលដៅគឺសំដៅទៅលើទីតាំងដែលយើងចង់ទៅថាតើយើងចង់ទៅណាឬក៏អ្វីដែលយើងចង់បានណាបាទអ្វីទៅយើងប៉ងប្រាថ្នាអ្វីទៅដែលយើងចង់សម្រេចណាហ្នឹងគឺតកតហ្នឹងគោលដៅតទៅពេលទិសដៅគឺសំដៅទៅលើផ្លូវដែលយើងត្រូវគេហៅថាផ្លូវដែលនាំយើងហ្នឹងទៅដល់គោលដៅឬក៏វិធីសាស្ត្របាទតិចនិចអីមួយដើម្បីឲ្យយើងសម្រេចនៅគោលដៅហ្នឹងចា៎ហ្នឹងគេហៅថាទិសដៅទីហៅថាបើសិនជាយើងទៅកំពង់សោមអញ្ចឹងកំពង់សោមគឺជាគោលដៅចុះទិសដៅឯគេផ្លូវទៅកាន់កំពង់សោមឧទាហរណ៍ថាយើងដឹងហើយទៅកំពង់សោមមិនយើងត្រូវជិះតាមផ្លូវជាតិលេខ4ឬក៏យើងជិះតាមផ្លូវលឿនឥឡូវហ្នឹងបាទអញ្ចឹងអាហ្នឹងគឺជាទិសដៅណាផ្លូវហ្នឹងហើយអារឿងទិសដៅនេះសំខាន់ដែរតែយើងរៀបចំអត់បានស្រួលទេអ្នកទាំងអស់គ្នាវានឹងវង្វេងដូចយើងនិយាយរឿងទៅកំពង់សោមអញ្ចឹងតាមវែងទិសដៅទីហៅថាទៅកំពង់សោមគោលដៅហ្នឹងត្រូវជិះទិសដៅវាត្រូវជិះផ្លូវជាតិលេខ4ឬក៏ផ្លូវលឿនស្រាប់តែយើងកំណត់ថាទៅកំពង់សោមដែរប៉ុន្តែដល់ពេលយើងធ្វើដំណើរយើងទៅជិះទៅផ្លូវជាតិលេខ5ឬក៏ទៅផ្លូវជាតិលេខ1សួរថាទៅដល់គោលដៅដែរបាទវាអាចនឹងអត់ទៅដល់ទេពីព្រោះហេតុអីព្រោះយើងវែងទិសដៅបាត់ហ្នឹងអាចទៅធ្លាយនៅអាផ្លូវជាតិលេខ1ទៅធ្លាយខាងព្រៃវែងទៅខាងស្វាយរៀងអាចធ្លាយដល់វៀតណាមទៀតបាទផ្លូវជាតិលេខ5មកទៅដល់ឯណាបាត់ដំបងបៃលិនឯណាពូសាត់ណានោះវិញអញ្ចឹងអាហ្នឹងគឺតាមវែងទិសដៅគឺអត់អាចទៅដល់គោលដៅបានទេ
ហើយសួរថាវាងបានអត់វាងបានតែគាត់ថាវាអាចខាតពេលខាតសៅហ៊ុយអញ្ចឹងណាវាមិនស្រួលទេអាត្រឡប់មកវិញហ្នឹងបាទអញ្ចឹងពេលយើងធ្វើដំណើរទៅកាន់កន្លែងថ្មីឬកន្លែងណាដែលយើងមិនសូវស្គាល់ណាគឺយើងត្រូវការផែនទីណាឬក៏យើងត្រូវការអ្នកជួយប្រាប់ផ្លូវអញ្ចឹងយើងក៏លេចមកមើលជីវិតយើងវិញសួរថាយើងមាននៅផែនទីជីវិតហ្នឹងណាបើសិនជាយើងទៅណាមកណាយើងត្រូវការផែនទីចុះហេតុអីបានផែនទីជីវិតរបស់យើងនេះអាពាក់ព័ន្ធជាមួយអាជីពការងារនេះយើងមិនអាចរៀបចំវាបាទណាព្រោះយើងដឹងហើយថាការងារក៏វាជាប្រភពនៃចំណូលរបស់យើងទៀតជាសកម្មភាពបំពេញអត្ថន័យជីវិតរបស់យើងបន្ថែមអញ្ចឹងទៅហេតុអ្វីបានយើងមិនមានឬក៏យើងមិនស្វះស្វែងរកនៅបង្ហាញផ្លូវឲ្យអញ្ចឹងហើយបានយុវជនខ្លះណាទាំងអស់គ្នាគឺគាត់គិតគូរណាស់ជាមួយនឹងជីវិតខ្លួនគាត់ផ្ទាល់នេះមុននឹងឈានទៅរកការជួយជ្រោមជ្រែងគ្រួសារនិងសង្គមជាតិគឺគាត់ត្រូវព្យាយាមធ្វើជួយខ្លួនឯងបាទជួយឲ្យល្អណាបាទហើយបើយើងមានតិចនិចយើងមានវិធីសាស្ត្រយើងជួយខ្លួនឯងបានលឿនយើងក៏អាចឆាប់ជួយជ្រោមជ្រែងគ្រួសារនិងសង្គមជាតិយើងដែរតែមិនមែនខ្ញុំនិយាយនេះមិនមែនមានន័យថាយើងគិតខ្លួនឯងសុទ្ធសាធទេស្របពេលដែលយើងកំពុងជួយខ្លួនឯងហ្នឹងក៏យើងនៅតែឆ្លៀតជួយគ្រួសារជួយសង្គមអញ្ចឹងទៅប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ដោតទៅលើគេហៅថាការជួយវាកាន់តែច្រើនជាងហ្នឹងណាបាទអញ្ចឹងសម្រាប់យុវជនមួយចំនួនដែលគាត់ខ្ញុំនិយាយខាងលើហ្នឹងគឺគាត់ស្រឡាញ់ខ្លួនឯងគាត់យកចិត្តទុកដាក់ពីខ្លួនឯងទៅលើរឿងទាំងអស់ហ្នឹងហើយមនុស្សចេះស្រឡាញ់ខ្លួនឯងរបៀបនេះទើបគាត់ចេះប្រើការស្រឡាញ់ដ៏ត្រឹមត្រូវហ្នឹងទៅកាន់មនុស្សដែលគាត់ស្រឡាញ់ហ្នឹងផងដែរមិនថាម្ដាយឪពុកគាត់ក្រុមគ្រួសារគាត់ឬក៏ដៃគូស្នេហារបស់គាត់ក៏តែងតែស្វែងរកខ្លួនឯងគាត់សួរខ្លួនឯងហើយរកបុគ្គលណាមួយដែលជាទីទុកចិត្តរបស់គាត់ហើយគាត់នឹងទៅសែបគប់គាត់នឹងទៅប្រឹក្សាយោបល់ដើម្បីអីដើម្បីជាពន្លឺនេះបង្ហាញផ្លូវជីវិតរបស់គាត់បាទមិនមែនថាម្នាក់នោះត្រូវមកកំណត់ជីវិតគាត់ទេមានន័យថាគាត់គ្រាន់តែឲ្យម្នាក់នឹងជួយបង្ហាញផ្លូវគាត់ប្រឹក្សាឲ្យគាត់ចឹងទៅបាទហើយគាត់ជាអ្នកជ្រើសរើសបាទគាត់គ្រាន់តែយកមតិរបស់បុគ្គលដែលបង្ហាញផ្លូវហ្នឹងបាទយកមកធ្វើជាគំនិតបន្ថែមបាទជាទីប្រឹក្សាដើម្បីអីគឺឈានទៅរកការសម្រេចក្តីសម័យអាជីពការងាររបស់គាត់ដែលជាគោលដៅរបស់គាត់ហ្នឹងបាទអញ្ចឹងដូចនេះថាតើអ្វីទៅជាគោលដៅរបស់អ្នកទាំងអស់គ្នាឥឡូវខ្ញុំមានហើយសម្រាប់ខ្ញុំអ្នកដែលកំពុងនិយាយនេះខ្ញុំមានហើយគោលដៅជីវិតរបស់ខ្ញុំគឺខ្ញុំចង់ក្លាយទៅជាអ្នកបណ្ដុះបណ្ដាលម្នាក់បាទអប់រំផ្នែកសិលធម៌ផ្នែកអីចឹងហើយទីបំផុតខ្ញុំក៏អាចទទួលបាននៅអាជីពការងាររបស់ខ្ញុំមួយគឺគ្រូបង្រៀនសិលធម៌ពលរដ្ឋវិទ្យារាល់ថ្ងៃនេះចុះអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាមានគោលដៅអ្វីដែរតើអ្នកចង់ក្លាយជានរណានៅថ្ងៃអនាគតជាគ្រូពេទ្យមែនជាគ្រូបង្រៀនប៉ូលីសវិស្វករអ្នក design អ្នកនិពន្ធសិល្បករអ្នកសារព័ត៌មានអូយមានច្រើនណាស់អាជីពការងារនេះឲ្យតែថាស្វែងរកទៅក្នុងទីផ្សារមានច្រើនមែនទែនសួរថាតើយើងចង់ក្លាយជានរណាហើយមួយទៀតចុះទិសដៅរៀបចំមិនបើសិនជារកឃើញហើយណាផ្លូវមួយណាណោះច្រកមួយណាយើងទៅសិក្សាជំនាញមួយណាដែរដើម្បីទទួលបានការងារនិងអាជីពដែលអ្នកទាំងអស់គ្នាកំពុងតែបងប្រាថ្នាបាទអញ្ចឹងសេចក្តីប្រាថ្នាខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាមួយថាវាមិនអាចសម្រេចដោយការសុំការបែបបន់ឬត្រឹមតែការប្រាថ្នានោះទេគឺវាកើតចេញពីអីគេបាទគឺកើតចេញពីសកម្មភាពការព្យាយាមធ្វើដោយត្រឹមត្រូវផងដែរបាទអូខេអាហ្នឹងគឺសម្រាប់ចំណុចទី1តោះឥឡូវចូលដល់ចំណុចទី2សារៈសំខាន់នៃការរៀបចំគោលដៅជីវិតផ្នែកអាជីពការងារនេះគឺវានឹងជួយដល់ការសម្រេចចិត្តរៀនជំនាញនឹងឲ្យបានត្រឹមត្រូវជាងមុនអ្នកទាំងអស់គ្នាតើណាចំណុចទី2គឺវាជំនួយដល់អ្នកក្នុងការសម្រេចចិត្តរៀនជំនាញឲ្យបានត្រឹមត្រូវជាងមុនបងប្អូនទាំងអស់គ្នាដឹងហើយថាពេលដែលយើងរៀននៅថ្នាក់វិទ្យាល័យណាវិទ្យាល័យចុះក្រោមទៅយើងនៅរៀនចំណេះដឹងផ្នែកទូទៅនៅឡើយទេ
យើងអត់ទាន់ចាប់ជំនាញទេប៉ុន្តែគ្រាន់ថានៅពេលដែលយើងចូលដល់វិទ្យាល័យវាអាចធ្វើយើងចាប់ផ្ដើមអីគេទៅសិក្សាតកតទៅនឹងតើយើងចូលផ្នែកណាវិទ្យាសាស្ត្រសង្គមឬក៏វិទ្យាសាស្ត្រពិតនេះសំបីយើងទៅជ្រើសរើសផ្នែកហ្នឹងណាក៏វាពាក់ព័ន្ធជាមួយនឹងរឿងជំនាញដែលយើងរៀននៅមហាវិទ្យាល័យហ្នឹងច្រើនដែរប៉ុន្តែសម្រាប់ចំណុចពាក់ព័ន្ធនឹងថាវិទ្យាសាស្ត្រសង្គមវិទ្យាសាស្ត្រពិតហ្នឹងខ្ញុំអត់ទាន់និយាយឥឡូវទេខ្ញុំទុកឲ្យវីដេអូក្រោយចាំខ្ញុំវែកញែកខ្ញុំប្រាប់ពីហេតុអីបានជាក្រសួងចាំបាច់ត្រូវឲ្យអ្នកទាំងអស់គ្នារៀនជ្រើសរើសថ្នាក់ទាំងពីរប្រភេទហ្នឹងគឺថ្នាក់វិទ្យាសាស្ត្រពិតហើយនិងថ្នាក់វិទ្យាសាស្ត្រសង្គមនឹងហេតុអីអញ្ចឹងណាប៉ុន្តែអ្វីដែលខ្ញុំកំពុងនិយាយនៅក្នុងចំណុចទី2នេះគឺពាក់ព័ន្ធនឹងការជ្រើសរើសជំនាញនៅពេលដែលបងប្អូនរៀនចប់ថ្នាក់ទី12បាទពេលយើងចប់ទី12យើងប្រឡងជាប់បាក់ឌុបទៅសឹកថាពេលខ្លះប្រឡងធ្លាក់ក៏ដោយក៏យើងត្រូវតែទៅជ្រើសរើសយកជំនាញណាមួយដើម្បីបង្កើតនៅអាជីពផ្ទាល់ខ្លួនឬក៏ការងារផ្ទាល់ខ្លួនដែរមិនមែនមានន័យថាអូចប់ពី12អញ្ចឹងអត់ត្រូវការមានជំនាញអីទេ no អត់ទេបាទអញ្ចឹងទោះបីយើងធ្លាក់ទី12ក៏ដោយក៏យើងនៅតែមានឱកាសយើងនៅតែមានលទ្ធភាពក្នុងការជ្រើសរើសជំនាញដែលយើងពេញចិត្តដែរគាត់ថាវាលក្ខខណ្ឌផ្សេងគ្នាពីអ្នកដែលគាត់ប្រឡងជាប់ហើយយើងប្រឡងមិនទាន់ជាប់អាហ្នឹងវាផ្សេងគ្នាខ្លះៗអញ្ចឹងណាបាទអញ្ចឹងការដឹងគោលដៅផ្នែកអាជីពការងារនេះវាជួយឲ្យយើងនឹងអាចសម្រេចចិត្តបានថាតើយើងសិក្សាអ្វីឬក៏ជំនាញគោលណាខ្លះបាទយើងគោលហ្នឹងវាគួរតែជ្រើសរើសតែមួយបានហើយណាបាទយើងគួរយកជំនាញអីបាទហើយគាត់ថាបើសួរថាចុះរៀនច្រើនមកអត់ច្រើនក៏បានដែរប៉ុន្តែគ្រាន់តែចេះបើអាចចេះមួយចេះឲ្យប្រកបសិនទៅខ្ញុំទទួលស្គាល់ថាយុវជនយើងមួយចំនួនមានសក្តានុពលក្នុងខ្លួនច្រើនណាស់ប៉ុន្តែសក្តានុពលដ៏ខ្លាំងក្លាហ្នឹងណាហាក់បីដូចជាអត់ទាន់មានការរៀបចំបានត្រឹមត្រូវអញ្ចឹងវាអាចធ្វើឲ្យច្បល់គ្នាចាប់នេះផងចាប់នេះផងអូច្រើនវល់ពេកទៅរមួយច្បាស់វាមិនឃើញអញ្ចឹងហើយសម្រាប់គំនិតច្បល់ខ្ញុំណាខ្ញុំគិតថាគួរតែរកជំនាញណាមួយឲ្យច្បាស់លាស់មកហើយយើងក៏ត្រូវទៅស្វែងរកជំនាញគ្រប់គ្រងយើងដែរបាទថាតើយើងត្រូវមានជំនាញគ្រប់គ្រងណាខ្លះដើម្បីមកជួយគ្រប់គ្រងជំនាញគោលរបស់យើងនេះហើយបើតាក់ទងឲ្យជំនាញគោលជំនាញគ្រប់គ្រងហ្នឹងវាយ៉ាងម៉េចយ៉ាងម៉ាហ្នឹងវីដេអូបន្តទៀតចាំខ្ញុំបញ្ជាក់បន្ថែមតែឥឡូវខ្ញុំគ្រាន់តែលើកប៉ុណ្្នឹងសិនណាថានៅពេលដែលយើងរៀបចំគោលដៅផ្នែកអាជីពការងារហ្នឹងទៅវាជួយដល់រឿងតាក់ទងយើងត្រូវថារៀនជំនាញគោលអីហើយត្រូវរកជំនាញគ្រប់គ្រងណាខ្លះដែលត្រូវនឹងគោលដៅអាជីពការងារដែលយើងចង់ធ្វើហ្នឹងបាទព្រោះអស់ហ្នឹងវាជាអីវាគឺជាផ្លូវវាជាមាគ៌ាជាទិសដៅដើម្បីឈានទៅរកអ្វីដែលយើងចង់បានមួយវិញទៀតវាក៏អាចជួយឲ្យយើងជៀសវាងការរំលងឱកាសឬធ្វើការងារដែលមិនសមនឹងខ្លួនយើងមិនត្រូវជំនាញមិនត្រូវនឹងក្តីសុបិនរបស់យើងហើយវាក៏នាំឲ្យខាតបង់លុយកាក់ដែរយើងមិនចឹងហ្នឹងហើយពេលវេលាយើងក៏ដូចគ្នាដែរយើងទាំងអស់គ្នាសាកគិតមើលបើនិយាយអំពីលុយកាក់វិញយើងមើល4ឆ្នាំនៃមហាវិទ្យាល័យខ្លះចំណាយច្រើនណាគ្រាន់តែខ្លួនខ្ញុំហ្នឹងចូល1000ជាងហើយនឹងសាលារដ្ឋផងណារៀននៅភូមិន្ទភ្នំពេញតែសាលាឯកជនមួយចំនួនទៀត4ឆ្នាំចំណាយអស់ច្រើនណាស់អានោះធ្វើមកថ្លៃសិក្សាផងអត់តបានគិតអារឿងថ្លៃយើងហូបចុកតម្រូវការប្រចាំថ្ងៃយើងការស្លៀកពាក់អីផ្សេងទៀត4ឆ្នាំយើងគិតមើលបាទប៉ាម៉ាក់យើងចំណាយប៉ុណ្ណាឲ្យយើងឬក៏ខ្លួនយើងត្រូវតែធ្វើការងារថែមម៉ោងអីហ្នឹងមកការក្រៅពីការសិក្សាឆ្លៀតធ្វើការងារ part time សួរថាយើងត្រូវចំណាយប្រមាណបាទហើយយើងមើលពេលវេលាវិញមិនតិចណាបាទពេលវេលា4ឆ្នាំហើយបើសិនយើងចេះដើរបិទភ្នែកចាប់ចេះរៀនតាមគេតាមឯងតាមប៉ាតាមម៉ាក់ទាំងដែលខ្លួនឯងអត់ច្បាស់លាស់ជាមួយណាហើយយើងចេះបានឆ្នាំទី1ឆ្នាំទី2ក៏ចេះតែសារចុះសារឡើងដូរទៅនេះដូរទៅនោះខ្ញុំធ្លាប់មានមិត្តភ័ក្តិសំទោសផងខ្ញុំអត់បានលើកឈ្មោះគាត់ទេប៉ុន្តែបើសិនជាសម័យខ្លួនគាត់ស្ដាប់លើអីព្រោះគិតថាខ្ញុំពុំនិយាយពីគាត់ទៀតតែអត់ទេខ្ញុំអត់បានបង្ហាញថាគាត់ជានរណាទេគាត់ថាគាត់រៀនទីហោថាឆ្នាំទី2ហ្នឹងគាត់ដូរទៅរៀន
ស្អីមួយផ្សេងទៅ restart ណាមុខវិជ្ជាផ្សេងនោះជំនាញផ្សេងនោះគឺសឹងថា3មហាវិទ្យាល័យ3ជំនាញនៅអារយៈហ្នឹងអញ្ចឹងទៅគាត់អត់មានបានដូចថាសិក្សាឲ្យវារលូនទៅអញ្ចឹងទៅវាចំណាយពេលថែមទៅលើអារឿងចិត្តថា restart សារចុះសារឡើងហ្នឹងបាទតែបើថាអូខេវាបានក៏អបអរសាទរព្រោះវាមិនច្រើនឆ្នាំឲ្យពេកទៀតគេថាគេកាពិតគេត្រូវ4ឆ្នាំគេរៀនចប់បើគាត់ប្រភេទអញ្ចឹងគាត់អាចនឹងឈានទៅលឺ4ឆ្នាំហ្នឹងអញ្ចឹងណាចង់និយាយអញ្ចឹងទេបាទតែបើអ្នកខ្លះវិញគឺអត់ទេវាអាចទៅជាមិនគាត់ចេះចាប់នេះខុយចាប់នោះខុយអញ្ចឹងទៅអីចេះចាប់ផ្ដើមសារឡើងវិញម្ដងហើយម្ដងទៀតតែសួរថាតើក្នុងឆាកជីវិតរបស់យើងណាវាមិនវាចេះតែអាចថា restart ចឹងបានរហូតមែនខ្ញុំទទួលស្គាល់ថាការចាប់ផ្ដើមឡើងវិញដោយមិនអស់សង្ឃឹមវាជាការល្អហើយណាល្អមែនតើប៉ុន្តែបើអាចយើងគួរតែរៀនការពារប្រសើរជាងព្យាបាលផងកុំឲ្យវាខុសច្រើនដងជាមួយនឹងអាកំហុសដដែលឬក៏សាងហេតុដដែលពីព្រោះយើងដឹងហើយថាច្បាប់ធម្មជាតិវាមានពេលកំណត់សម្រាប់ជីវិតយើងម្នាក់ដែរសួរថាតើយើងមាន10ឆ្នាំប្រហែលដងម្នាក់ខ្ញុំគិតថាឥឡូវនេះមិនលើស100ឆ្នាំទេហើយឥឡូវគីមីមិនល្អច្រើនផងនៅក្នុងចំណីអាហារនៅក្នុងអីផងដូចខ្ញុំអីមិនដឹងបាន70ឆ្នាំអត់ផងនិយាយមែនមិនដាក់តនីខ្លួនឯងទេបើរបស់ហូបចុកទាំងស្អីសោកផងហ្នឹងអញ្ចឹងបើសិនជាយើងអាចរៀបចំមកហើយយើងរៀនការពារទុកយើងមានផែនការខ្ញុំគិតថាវាអាចល្អប្រសើរជាងយើងបិទភ្នែកដើរទៅឬក៏ជឿតចាប់ប៉ាត់ណាប៉ាត់ណីអាហ្នឹងវាអាចធ្វើឲ្យឱកាសនៃការ restart ឡើងវិញឬក៏វិលចុះវិលឡើងច្បោកច្បល់ហ្នឹងវាកាត់បន្ថយបានច្រើនដែរបើសិនជាយើងមានអញ្ចឹងធ្វើម៉េចដើម្បីយើងទាញផលចំណេញហើយឲ្យយើងមានឱកាសច្រើនទៀតដើម្បីអីដើម្បីទៅបន្តបេសកកម្មជីវិតរបស់យើងផ្សេងទៀតនោះកុំឲ្យយើងនៅតែនឹងអញ្ចឹងណាតោះណាបាទព្រោះបេសកកម្មជីវិតយើងមិនមែនគ្រាន់តែធ្វើការងារតែមួយណាដូចខ្ញុំបានលើកឡើងនៅវីដេអូទី1អញ្ចឹងគឺពាក់ព័ន្ធហ្នឹងអាគោលដៅជីវិតយើងវាមានច្រើនផ្នែកហើយអ្វីខ្ញុំពងនិយាយហ្នឹងនិយាយតែផ្នែកអាជីពការងារទេនៅសល់ផ្សេងទៀតអញ្ចឹងបើសិនយើងអាចរៀបចំអាហ្នឹងបានឆាប់យើងក៏អាចឆាប់ទៅបន្តបេសកកម្មជីវិតយើងផ្សេងទៀតដែរកន្លែងចំណុចនេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាទៅស្ដាប់រឿងមួយឧទាហរណ៍ថាឥឡូវតើតរថយន្តមួយចុះយើងដឹងថារថយន្តមួយគ្រឿងចេញពីរោងចក្រតែគេចេញមកគឺគេបានកំណត់ប្រភេទរបស់វាហើយមែនអត់ដូចថារថយន្តខ្លះគេបង្កើតសម្រាប់លក្ខណៈគ្រួសារដឹកគ្នាដើរលេងបាទរថយន្តខ្លះគឺគេផលិតឡើងដើម្បីសម្រាប់ដឹកទំនិញរថយន្តខ្លះគឺសម្រាប់ដឹកភ្ញៀវទេសចរបាទដូចmini bus ឬក៏ស្អីប្រហែលកៅអី12កៅអី15កៅអី25កៅអីហ្នឹងបាទហើយដល់ពេលខ្លះទៀតក៏យកទៅបម្រើការដ្ឋានសាងសង់អីចឹងទៅអញ្ចឹងឧបមាថាបើរថយន្តណាមួយនោះដូចថាឥឡូវដូចរថយន្តX ស្គាល់ X ដល់អាឡានកាប់ដីហ្នឹងហើយស្រាប់ប្រពេលចេញពីរោងចក្រមកបែរជាយើងយកទៅដឹកក្រុមគ្រួសារដើរលេងយើងគិតថាសមអត់ល្អហើយមែនទេអាចថាឧទាហរណ៍នោះវាអត់សូវតំណងតែក៏អាចគិតមើលដែរថាវាសមអត់អូខេឥឡូវដូចរថយន្តមួយទៀតចុះរថយន្តដឹកអីវ៉ាន់អាហ្នឹងសម្រាប់ដឹកអីវ៉ាន់ដឹកអីទេអត់មានកៅអីអត់មានអីទាំងអស់ល្វែងក្រោយហ្នឹងបែរជាយើងយកមកដឹកមនុស្សតើវាសមអត់វាអាចផ្ដល់សុវត្ថិភាពសម្រាប់អ្នកដំណើរហ្នឹងដែរអត់បាទហើយយើងមើលនៅខ្មែរយើងមានតែរថយន្តហ្នឹងបាទឆ្នាំ2025ហ្នឹងនៅតំបន់គេហៅរោងចក្រអីគឺមានតាឡានដឹកហើយសួរថាឡានទាំងអស់ហ្នឹងបើនិយាយពីរោងចក្រមកហ្នឹងគេផលិតឡើងដើម្បីដឹកមនុស្សមែនទេប៉ុន្តែបងមួយចំនួនក៏យកទៅច្នៃប្រឌិតដឹកមនុស្សអញ្ចឹងទៅឃើញឈរឃើញអីអញ្ចឹងហើយក៏ធ្លាប់មានគ្រោះថ្នាក់ធ្លាប់អីដោយសារតែរឿងអស់ហ្នឹងដែរណាបាទហើយវាអត់សូវផ្ដល់ផាសុកភាពសម្រាប់ពួកគាត់ទៀតព្រោះរថយន្តហ្នឹងមិនមែនសម្រាប់ដឹកមនុស្សណារថយន្តខ្លះទៀតសម្រាប់ជិះដើរលេងក្រុមគ្រួសារបែរយើងយកមកសណ្ដោងភ្ជួររាស់ធ្វើស្រែធ្វើចំការ
ជំនួស tractor វិញសមអត់ណាវាអត់សមទេហើយខ្ញុំទទួលស្គាល់ថាអាចអ្នកស្ដាប់មួយចំនួនគាត់គិតថាទេគាត់យ៉ាងណាក៏ដោយរថយន្តខ្លះហ្នឹងវានៅតែល្អវាជាជាងទុកចោលប្រយោជន៍ដែរបើគាត់មានរថយន្តគាត់យកទៅប្រើទៅខ្វល់ច្រើនមែនឆ្នៃទៅកុំអោយទៅចំណាយលុយទិញឡានភេទផ្សេងទៀតប្រើវាមិចគ្នាទៅហ្នឹងហើយអូខេនិយាយអញ្ចឹងក៏បានប៉ុន្តែអាហ្នឹងបើសិនជាយើងប្រើចំមុខនេះវាប្រហែលវាចំណេញជាងហើយវាសុវត្ថិភាពជាងអញ្ចឹងណាវាស្តង់ដារជាងអញ្ចឹងសួរថាម៉េចបានខ្ញុំទៅលើករឿងហ្នឹងខ្ញុំចង់ធៀបទៅលើវាស្តៀងគ្នាទៅនឹងអីគេជាមួយនឹងនិស្សិតមួយចំនួនអញ្ចឹងទៅគាត់រៀនចប់ពីសាកលវិទ្យាល័យជាធម្មតាពេលគាត់រៀនចប់គាត់ត្រូវមានជំនាញគោលមួយដែលខ្ញុំលើកខាងលើអញ្ចឹងដើម្បីយកមកធ្វើការឲ្យត្រូវជាមួយនឹងជំនាញគាត់ហើយកន្លែងការងារគាត់នឹងដូចគ្នាក៏គេត្រូវការអ្នកដែលចេះជំនាញផ្នែកនឹងឲ្យវាពិតប្រាកដនឹងដើម្បីអីមកបំពេញការងារតាមផ្នែកនីមួយនឹងនៅក្នុងដំណើរការងារក្នុងអង្គភាពគាត់អញ្ចឹងអាហ្នឹងគាត់ត្រូវការដូចគ្នាមួយវិញទៀតខ្ញុំចង់បញ្ជាក់ទៀតថាជំនាញមួយដែលរៀនចប់ពីសាកលវិទ្យាល័យហ្នឹងមិនមែនវាទៅគេហៅថាអាចយកទៅបម្រើការងារបានតាមប្រភេទទេវាមិនមានអីចឹងទេជំនាញផ្នែកហ្នឹងវាអាចទទួលបានប្រភេទការងារច្រើនដែរប៉ុន្តែវាមានដែនកំណត់របស់វាក្នុងចង្កោមជំនាញហ្នឹងអញ្ចឹងណាឥឡូវឧទាហរណ៍ថាចេះដូចខ្ញុំរៀនចប់ជំនាញសង្គមវិទ្យាអញ្ចឹងខ្ញុំរៀនចប់នៅមហាវិទ្យាល័យគឺរៀនចប់ផ្នែកសង្គមវិទ្យាអញ្ចឹងបើនិយាយទៅមុខវិជ្ជាហ្នឹងគឺភាគច្រើនគឺសិក្សាទៅលើគេហៅជំនាញផ្នែកអ្នកស្រាវជ្រាវសង្គមអញ្ចឹងណាបាទចុះប្រមូលទិន្នន័យវិភាគទិន្នន័យហើយនឹងផ្ដល់នៅលទ្ធផលស្រាវជ្រាវនឹងអីចឹងទៅបាទអញ្ចឹងសួរថាតើការងារមានប៉ុណ្ណឹងមែនអត់ទេជំនាញសង្គមវិទ្យាក៏វាបែកមេឃធាងអាចទៅធ្វើការងារអីផ្សេងបានដែរនៅក្នុងចង្កោមនៃជំនាញមួយហ្នឹងនោះទីហោថាលើកទីរាល់ថ្ងៃអញ្ចឹងខ្ញុំមកធ្វើគ្រូបរិញ្ញាបត្រហ្នឹងក៏ខ្ញុំអាចមានបំណិនពីជំនាញសង្គមវិទ្យាហ្នឹងដែរព្រោះការខ្ញុំរៀនសង្គមវិទ្យាហ្នឹងគឺខ្ញុំបានយល់ដឹងច្រើនហើយដល់ពេលមកប្រឡងគ្រូសិលធម៌ពលរដ្ឋនេះអាសំណួរដែលសួរមកហ្នឹងក៏វាពាក់ព័ន្ធជាមួយនឹងផ្នែកអប់រំផ្នែកសាសនាអីហ្នឹងអាហ្នឹងវាជាគ្រឹះដែលខ្ញុំបានទទួលពីសាកលវិទ្យាល័យឃើញចាំបានន័យថាវាមិនចាំបាច់ថាខ្ញុំត្រូវតរៀនសង្គមវិទ្យាត្រូវចេញទៅធ្វើជំនាញផ្នែកស្រាវជ្រាវសង្គមហ្នឹងក៏មិនមែនដែរព្រោះជំនាញសង្គមវិទ្យាគឺវាអាចទៅធ្វើការងារអីផ្សេងបានឲ្យតែត្រូវជាមួយនឹងវិស័យរបស់វាអញ្ចឹងនៅក្នុងវិស័យការងាររដ្ឋដូចជាគ្រូបរិញ្ញាបត្រដូចខ្ញុំក៏បានឬក៏មន្ត្រីនៅក្រសួងនានាក្រសួងកសិកម្មក្រសួងអភិវឌ្ឍជនបទអីហ្នឹងធ្វើបានតាឬក៏ចង់ធ្វើការងារនៅក្នុងអង្គការសង្គមស៊ីវិលក៏បានបាទព្រោះជំនាញសរសេររបាយការណ៍ជំនាញធ្វើ proposal ហ្នឹងគឺមាននៅក្នុងជំនាញសង្គមវិទ្យានឹងស្រាប់ទៅហើយបាទតែអ្វីដែលខ្ញុំបារម្ភគឺខ្លាចអាការងារឬអាជីពនោះវាប្រឆាចឆ្ងាយពីជំនាញរបស់យើងរៀនចប់នោះពេកអញ្ចឹងណាបើសិនជាវាម៉មវាមិនអីទេតែខ្លាចតែអញ្ចឹងវាអត់ខុសពីរថយន្តខ្ញុំលើកខាងលើមិញអញ្ចឹងណាបាទហើយគ្រាន់តែថាអាការងារឬក៏អាជីពខ្លះទៀតវាអត់ចាំបាច់យើងត្រូវរៀន14ឆ្នាំផងព្រោះមានបងប្អូនខ្លះទីឲ្យខំទៅរៀនឡើង4ឆ្នាំនៅមហាវិទ្យាល័យហើយគាត់មកធ្វើការងារទាំងហ្នឹងតាមពិតអត់ចាំបាច់រៀនដល់4ឆ្នាំនេះក៏គេអាចទទួលយកបានដែរហើយអាចធ្វើបានតាចាំបាច់ទៅចំណាយពេលដល់ថ្នាក់ហ្នឹងអញ្ចឹងអ្នកនរគ្នាយល់អ្វីខ្ញុំនិយាយកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំគាត់បារម្ភរឿងចំណុចហ្នឹងថាតើពេលយើងទៅធ្វើហ្នឹងអាការងារហ្នឹងវាពាក់ព័ន្ធជាមួយជំនាញយើងអត់បើសិនជាវាអត់សូវមានពាក់ព័ន្ធច្រើនវាគួរឲ្យស្ដាយអាពេលវេលាដែលយើងខំរៀនហ្នឹងបាទបើអាចទេយើងអាចព្យាយាមរកការងារណាពាក់ព័ន្ធជាមួយជំនាញរបស់យើងហ្នឹងវាប្រហែលល្អជាងឧទាហរណ៍ថាឥឡូវខំរៀនជំនាញអគ្គិសនីរៀនចប់ចេញតទៅពេលចេញមកធ្វើការអត់រៀនផ្នែកទៅធ្វើផ្នែកគណនេយ្យវិញចឹងអ្នកទាំងអស់គ្នាគិតមើលថាតើរឿងជំនាញអគ្គិសនីជាមួយអគ្គណនេយ្យហ្នឹងម៉េចបាទព្រោះមួយតកតូនរឿងទីហោថាមើលខាងលុយកាក់អីចឹងទៅខាងធនាគារឲ្យយើងខាងអគ្គិសនីហ្នឹងឬក៏មិនបើថាអូខេនៅធនាគារហ្នឹងយើងកាន់ផ្នែកជំនាញអគ្គិសនីវាមិនអីទេតែខ្លះយើងទៅធ្វើផ្នែកគណនេយ្យហ្នឹងតែម្ដងណា
បុគ្គលិកកណន័យគេខ្វះហើយយើងទៅយកយើងអ្នកជំនាញអគ្គិសនីហើយបើថាយើងអូខេយើងចេះកណន័យដែរវាមិនអីតែចុះបើសិនទីឲ្យយើងអត់តែអញ្ចឹងគេមិនហ៊ានយកយើងទេណាពេលខ្លះតែក៏មានកន្លែងខ្លះទៀតគេអានខ្សែរយៈអញ្ចឹងគេចេះយកតែដល់ពេលយកទៅធ្វើវាអត់ដូចអ្នកដែលគេចេះជំនាញស្រាប់ទេបាទហើយខ្លះទៀតទៅអាចរៀនផ្នែកអក្សរសាស្ត្រខ្មែរអញ្ចឹងទៅរៀន4ឆ្នាំដល់ចេញមកគាត់អត់ព្រមទៅធ្វើគ្រូបរៀនអក្សរសាស្ត្រខ្មែរទៅជាបរៀនភាសាអង់គ្លេសអញ្ចឹងណាបើជ្រុលអញ្ចឹងរៀនអក្សរសាស្ត្រអង់គ្លេសតាំងពីដើមមកវាមិនស្រួលជាងអញ្ចឹងណាហើយកន្លែងនេះចង់និយាយថាវាមិនខុសធ្ងន់ធ្ងរទេវានៅតែអាចធ្វើបានយើងក៏មានអ្នកហើយម្យ៉ាងរងថ្ងៃក៏មានអ្នកកំពុងធ្វើហើយអ្នកដែលអាចស្ដាប់ចំកន្លែងហ្នឹងអាចថាខឹងអន់ចិត្តមកខ្ញុំតែខ្ញុំក៏សូមអធិស្ឋានផងខចេតនាគាត់ថាបើសិនជាអូខេបើសិនជាយើងបានរៀនផ្នែកអក្សរសាស្ត្រខ្មែរចេញមកធ្វើជាគ្រូបរៀនអក្សរសាស្ត្រខ្មែរទៅវាក្រាន់ជាងអញ្ចឹងណាហើយបើយើងរៀនអក្សរសាស្ត្រអង់គ្លេសចេញមកធ្វើជាគ្រូបរៀនអង់គ្លេសទៅអាហ្នឹងវាទំនងព្រោះចំណេះដឹងឬការងារហ្នឹងវាចំជំនាញយើងហ្មងអញ្ចឹងធ្វើពេលយើងបរៀនយើងចែកម្លែកទៅវាមានចំណេះដឹងទូលំទូលាយហើយម្យ៉ាងក៏វាជួយឲ្យយើងស្រួលធ្វើការដែរព្រោះយើងធ្វើចំជំនាញរបស់យើងចេះស្រាប់អញ្ចឹងដូចខ្ញុំបានលើកឧទាហរណ៍ពាក់ព័ន្ធនឹងរថយន្តខាងលើអញ្ចឹងណារថយន្តហ្នឹងផលិតឡើងសម្រាប់ដឹកដីសម្រាប់ការងារក្នុងការដ្ឋានតែទៅពេលមកយកមកដឹកមនុស្សណាវាអត់សូវតំណងទេហើយបើថាដឹកមនុស្សបានក៏វាដឹកចេះតែបានហើយប៉ុន្តែគាត់ថាវាអាចនឹងមានបញ្ហាសម្រាប់មនុស្សហ្នឹងអញ្ចឹងវាអត់ខុសគ្នាជាមួយនឹងអាជីពការងាររបស់យើងទេជំនាញយើងរៀនដល់ពេលយើងរៀនកដល់ពេលយើងមកធ្វើខមកធ្វើកអញ្ចឹងណាចឹងពេលខ្លះវាអាចតែជាសម្ពាធផ្លូវចិត្តវាធ្វើយើងចំណាយពេលអាឡាទៅសិក្សារបៀបធ្វើការងារនឹងផ្សេងទៀតទៅបាទចឹងអ្វីដែលខ្ញុំបានលើកឡើងគ្រាន់តែយកទៅពិចារណាគិតណាអាចថាគ្រាន់តែជាកញ្ចក់ឬក៏គ្រាន់ជាគំនិតយោបល់មួយដើម្បីសម្រាប់អ្នកទាំងអស់គ្នាយកទៅពិចារណាចឹងទៅហើយអធិស្ឋានផងណាបើសិនជានិយាយប៉ះពាល់ផ្លូវចិត្តអីអ្នកស្ដាប់មួយចំនួនបាទប៉ុន្តែយ៉ាងណាក៏ដោយប៉ុណ្ណឹងគឺនៅគ្រាន់ដែរណាអ្វីដែលខ្ញុំនិយាយខាងលើមិញហ្នឹងណាទោះបីថាអូខេចេញមកខ្ញុំរៀនជំនាញកឯងចប់ជំនាញកតែធ្វើជំនាញខជំនាញកដូចខ្ញុំនិយាយមិញចឹងវាមិនខុសធ្ងន់ធ្ងរទេតែយ៉ាងណាក៏វាល្អជាងប្រភេទទៀតហើយក៏ជាអ្វីដែលគួរឲ្យសោកស្ដាយបាទគឺអីគេអត់ឧទាហរណ៍រថយន្តមិញแบบផ្លែទៀតចោះរថយន្តមិញគាត់ណាផលិតចេញមកអីគេសម្រាប់ដឹកអីវ៉ាន់តែយកទៅដឹកមនុស្សអញ្ចឹងណាប៉ុន្តែបើប្រភេទករណីដែលខ្ញុំកំពុងតែបារម្ភនេះរថយន្តខ្លះមានតួខ្លួនជារថយន្តតែពេលយកមកប្រើគឺប្រើអត់កើតដេអត់ឆេះទៅមុខមិនរួចបាទអានេះវាស្រដៀងទៅនឹងអីស្រដៀងទៅនឹងនិស្សិតមួយចំនួនដែលគាត់រៀនឲ្យតែចប់ហ្មងណាឲ្យតែមានឈ្មោះថានិស្សិតបញ្ចប់បរិញ្ញាបត្របាទបានថតបង្ហាញអូជោគជ័យហើយប៉ាម៉ាក់អើយកូនជោគជ័យហើយអញ្ចឹងទៅតែពេលទៅធ្វើការពេលទៅបំពេញការងារអ្វីគាត់ធ្វើអត់កើតអត់ជំនាញការងារដែលគេត្រូវធ្វើតាម1ម៉ោងហើយសោះគាត់ចូលមួយថ្ងៃអីចឹងទៅបាទទាំងការងារសម្រាប់អង្គភាពផងហើយពេលខ្លះការងារសម្រាប់ខ្លួនគាត់ផ្ទាល់ហ្នឹងផងគាត់ធ្វើអត់កើតហើយរឿងនេះវាមានហេតុវាដែរបើយើងក៏លេខទៅមើលអតីតកាលគាត់រៀនវិញនិស្សិតដែលខ្ញុំលើកហ្នឹងមួយចំនួនគឺអាចនឹងគាត់ហៅថារបៀបរៀនគាត់គឺរៀនរបៀបបែបកិច្ចបាទកិច្ចអីគេគឺកិច្ចការដែលគ្រូដាក់ឲ្យកិច្ចពីការងារក្រុមណាក្រុម assignment ហ្នឹងមេក្រុមដាក់ឲ្យចឹងទៅអត់ខ្ចីធ្វើទេបាទហើយពេលពេលខ្លះចប់កិច្ចការងារហ្នឹងខ្លះទៅសុំវល់គេឲ្យដាក់ឈ្មោះខ្លួនឯងហ្នឹងនៅក្នុងកិច្ចការក្រុមដែរហើយពេលឡើងបកស្រាយទៅឡើងនិយាយងយឈោអានៅមុខក្តារខៀននឹងឈ្ងោកបាទហើយបើណាគេអ្នកស្ដាប់ហ្នឹងឆ្ងល់ហើយចង់សួរគាត់ឲ្យគាត់បញ្យល់អីហ្នឹងក៏គាត់គ្មានលទ្ធភាពបញ្យល់ដែរ
banបញ្យល់អីបើអត់បានយល់កិច្ចការនឹងផងក៏អត់បានចូលរួមធ្វើគេផងគេហៅថាឲ្យតែមានឈ្មោះថារៀនអញ្ចឹងទៅហ្នឹងជួនកាលពេលប្រឡងបានមកសាលាក៏មានដែរហើយបើនិយាយពីបណ្ណាល័យណាសភៅអានផ្សេងក៏កិច្ចការស្រាវជ្រាវផ្សេងការងារស្ម័គ្រចិត្តស្អីហ្នឹងគឺគាត់មិនដែលពាល់ផងគាត់មិនដែលខ្វល់ជាមួយផងហើយក្រោយពេលហ្នឹងគាត់ខ្លះហ្នឹងគឺគាត់មានណាគាត់អាងថារៀនខ្លាចជានិស្សិតជីវិតនិស្សិតវ័យគាត់ចង់ enjoy life គាត់សប្បាយគាត់យកពេលវេលាអស់ហ្នឹងទៅដើរលេងស៊ីផឹកគ្មានខ្វាយខ្វល់អីទេហើយបើអញ្ចឹងសួរថាចេះមិនបាទបើរថយន្តវិញឲ្យយកទៅប្រើមិនហើយសុំទោសផងណាបើសិននិយាយទៅប៉ះពាល់តែខ្ញុំជឿថាអ្នកដែលកំពុងស្ដាប់នេះគឺសុទ្ធតែជាអ្នកដែលអត់ចង់ឲ្យខ្លួនឯងខ្លាចទៅជានិស្សិតបែបអញ្ចឹងទេមិនមែនជានិស្សិតដែលគ្រាន់តែរៀនឲ្យចប់បានតែសញ្ញាបត្រយកមកទុកចោលហើយទៅធ្វើស្អីមួយផ្សេងដែលមានពាក់ព័ន្ធជាមួយអាការងារហ្នឹងណាឬក៏រៀនចប់ហើយទៅគេងអេសពោះសុំលុយប៉ាម៉ាក់ចាយវិញណាហ្នឹងហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាអត់ចង់ខ្លាចទៅជានិស្សិតបែបហ្នឹងទេបាទហើយក៏មិនចង់ធ្វើជានិស្សិតដែលរៀនកំដរទៅថ្នាក់រៀនដើរតួ background របស់ថ្នាក់រៀននិស្សិតគ្រាន់តែរៀនដើម្បីតែកំដរសង្សាររៀនកំដរពួកម៉ាក់បាទមករៀនឲ្យតែបាត់ពីផ្ទះដើម្បីកិច្ចវេះពីការងាររបស់ប៉ាម៉ាក់ឬក៏គ្រាន់តែរៀនដើម្បីបានថតរូបជាមួយណាអាវបញ្ចប់បញ្ញាបត្រច្រើនគេហៅអាវខ្មៅឆៅហើយយកទៅថតប្រហោះពងួតគេទៅថាខ្ញុំរៀនចប់ហើយអញ្ចឹងទៅបាទហើយបើសិនយើងគ្រាន់តែចង់បានស្លៀកពាក់អញ្ចឹងយើងចាំបាច់តែចំណាយពេល4ឆ្នាំទៅអីទៅជួលអាវគេថតទៅចប់ហើយបាទតែខ្ញុំជឿថាអ្នកកំពុងស្ដាប់នោះមិនអញ្ចឹងហើយចំណុចទី2ខ្ញុំសូមប៉ុណ្្នឹងចុះឥឡូវយើងចូលទៅចំណុចទី3នៃសារៈសំខាន់ដែលយើងចាំបាច់ត្រូវមានផែនការអាជីពការងារនេះដែរបាទអញ្ចឹងចំណុចទី3របស់យើងគឺចូលរួមបំពេញតម្រូវការទីផ្សារការងារអញ្ចឹងនៅពេលដែលយើងរៀបចំគោលដៅអាជីពការងារនេះបានល្អយើងក៏ងាយទទួលបានជំនាញពិតប្រាកដមួយសម្រាប់ខ្លួនឯងហើយយើងក៏បានចូលរួមបំពេញតម្រូវការទីផ្សារការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងអនាគតដែរហើយក៏ឈានទៅរកការចូលរួមពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងពិភពលោកព្រោះយើងដឹងហើយថាយើងរស់នៅក្នុងតំបន់អាស៊ានឬក៏ជាមួយនឹងបណ្ដាប្រទេសផ្សេងអញ្ចឹងធម្មតាទេយើងក៏ចង់ឲ្យប្រទេសយើងនឹងមានមុខមាត់បាទអញ្ចឹងពេលដែលយើងមានសមត្ថភាពយើងមានជំនាញយើងអាចបញ្ចេញស្នាដៃរបស់យើងផ្ដល់កិត្តិយសដល់ប្រទេសជាតិយើងហើយយើងក៏អាចចូលរួមលើកកម្ពស់សេដ្ឋកិច្ចជូនប្រទេសជាតិរបស់យើងជាដើមហើយពេលនោះហើយដែលអត្ថន័យជីវិតរបស់យើងវាចាប់ផ្ដើមលេចឡើងបន្ថែមទៀតហើយយើងក៏មិនមែនរស់នៅសម្រាប់តែខ្លួនឯងទេមិនចឹងហើយក៏មិនមែនតែសម្រាប់តែគ្រួសារដែរចូលយើងកុំភ្លេចនៅសង្គមជាតិរបស់យើងបាទអាហ្នឹងគឺសម្រាប់ចំណុចទី3ខ្លីទេហើយសម្រាប់ចំណុចទី4វាជួយឲ្យយើងបង្កើនការបដិញ្ញាចិត្តនិងភាពជឿជាក់លើខ្លួនឯងបាទមនុស្សពេលដែលយើងចាប់ផ្ដើមរៀបចំផែនការបានល្អគឺយើងចាប់ផ្ដើមមានភាពជឿជាក់លើខ្លួនឯងច្រើនជាងមុនបាទខ្ពស់ជាងមុនមានអារម្មណ៍ថាការងាររបស់ខ្លួនឯងហ្នឹងគឺមានន័យយើងមានចំណូលដល់ខ្លួនឯងបាទយើងគិតថាពេលនោះយើងនឹងអាចមានចំណូលដល់ខ្លួនឯងសេរីភាពហិរញ្ញវត្ថុយើងអាចជួយសម្រាលបន្ទុកគ្រួសារយើងពេលដែលគ្រួសារយើងអត់លុយចាយបាទយើងអាចជួយគាត់បាទយើងអាចជួយគ្រួសារយើងពេលគាត់ខ្វះខាតយើងក៏មានអត្តពលក្នុងគ្រួសារទៀតពេលនោះនិយាយមែនអត្តពលគ្រួសារនឹងកើតឡើងអូតូហើយយើងក៏អាចពង្រឹងសិទ្ធិអំណាចផ្ទាល់ខ្លួនយើងហើយមួយទៀតយើងអត់សូវចាយពេលទៅលើរឿងដែលអត់ប្រយោជន៍ច្រើនទេពេលដែលយើងមានគោលដៅក្នុងដៃហើយណាអញ្ចឹងយើងស្រឡាញ់ពេលវេលារបស់យើងពេលវេលារបស់យើងគឺពិតជាមានតម្លៃក្នុងមួយពេលនោះពីមួយថ្ងៃទៅមួយថ្ងៃគឺយើងរវល់តែជាមួយនឹងសកម្មភាពរបស់យើងផែនការរបស់យើងព្រោះយើងចង់សម្រេចអ្វីដែលយើងបានពងទុកខួរក្បាលរបស់យើងមិនសូវមានពេលទៅគិតអារឿងដែលអំពុលនាំឲ្យប៉ះពាល់សុខភាពផ្លូវចិត្តយើងឡើយបាទ
hà cái lái nó cứ xây nhung thọ ban trong cắt con này đại nhung từ tua score tha việc bật chuyện chẳng mẹ bà okចំណុចទី4ក៏មានតែប៉ុណ្្នឹងដែរចូលមកដល់ចំណុចទី5បាទគឺពេលដែលយើងមានគោលដៅអញ្ចឹងណាគឺវាឆាប់សម្រេចដល់លឿនជាងអ្នកដែលអត់មានតោះណាទាំងអស់គ្នាពេលដែលយើងរៀបចំអាគោលដៅជីវិតផ្នែកអាជីពការងារហ្នឹងណាគឺយើងអាចឆាប់សម្រេចបានលឿនជាងអ្នកដែលអត់បានកំណត់បាទអ្នកទាំងអស់គ្នាប្រហែលធ្លាប់ឃើញហើយមានយុវជនខ្លះក៏នៅក្មេងទេតែគេអាចទទួលបានអ្វីដែលជាទីពេញចិត្តរបស់គេបាទមិនថាការងារឬក៏អាជីពរបស់គាត់ជំនាញរបស់គាត់ណាឬក៏ទ្រព្យសម្បត្តិផ្ទះសម្បែងយានជំនិះផ្ទាល់ខ្លួនបាទឬក៏ឈានទៅដល់ជាការជ្រើសរើសគូសកលដែលជាទីគាប់ចិត្តបាទឬក៏អ្វីផ្សេងទៀតដែលគាត់ចង់បានហ្នឹងគឺយើងឃើញថាអូគេនៅក្មេងសោះគេសម្រេចបានបាត់អញ្ចឹងណាហ្នឹងហើយតែបុគ្គលខ្លះទៀតអាយុចេះតែច្រើនទៅហើយតែគាត់នៅតែមិនទាន់បានអ្វីដែលគាត់ពេញចិត្តសោះតែខ្ញុំនិយាយអញ្ចឹងកុំអាចអស់សង្ឃឹមដរាបណាយើងនៅមានដង្ហើមខ្ញុំព្យាយាមបន្តទៅទៀតចោះបាទគុំតលាក់ដៃណាហើយចំណុចកន្លែងនេះខ្ញុំអត់និយាយពីយុវជនដែលមានម្ដាយឪពុកជួយសុទ្ធសាធនោះទេបាទហើយខ្លះទៅជួយអវិជ្ជមានទៀតជួយថាទៅសោកលុយឲ្យកូនអីចឹងណាមានម៉ាក់ប៉ាខ្លះថាឯងចេះរៀនទៅឲ្យតែមានឈ្មោះថារៀនអញ្ចឹងណាតែរៀនចប់ទៅយកសញ្ញាបត្រមកចាំអញយកទៅដាក់កន្លែងការងារព្រោះគាត់មានលុយសោក៏មានលុយអីចឹងណាក៏មានបាក់ពួកក៏មានខ្សែជាអីចឹងទៅតែត្រូវចាំណាសត្វជៀមណាទោះបីដាក់ស្រោបស្បែកខ្លាទៅលើក៏ដោយពេលដែលវាដើរទៅចូលចំណោមសត្វខ្លាវាញ័រជើងកតាត់ខ្ញុំចង់មានន័យថាម៉េចកន្លែងហ្នឹងចង់សំដៅថាមិនបើសិនជាយើងប្រឹងប្រែងរៀនសូត្រដោយសមត្ថភាពខ្លួនយើងការងារហ្នឹងយើងបានណាវាអត់ខុសពីយើងជាខ្លាទេតែយើងអត់មានសមត្ថភាពយើងអត់ចេះយើងអត់មានជំនាញហើយយើងជាជាមហើយយើងទៅយកស្បែកខ្លាមកពាក់ហាស្បែកខ្លាចង់សម្ដៅទៅលើម៉េចគេហៅថាជាអធិពលនៃការជួយរបស់ប៉ាម៉ាក់យើងដែលគាត់យកអីទៅសោកឲ្យយើងបានការងារហ្នឹងអាហ្នឹងវាដូចស្បែកខ្លាអញ្ចឹងមកគ្របលើយើងណាជាទូនាទីការងារយើងដែលយើងបានពីការសោកលុយហ្នឹងយកមកដូចយើងគេហៅសัตว์ជៀមស្រោបស្បែកខ្លាអញ្ចឹងសួរថាបើទៅប្រយុទ្ធឬក៏ទៅចិត្តគេដែលខ្លាមែនតែនសួរថាស្រួលទេអត់ទេណាបាទវាអត់ខុសពីគេនោះគេមានសមត្ថភាពពិតប្រាកដដែលគេរៀនសូត្រមានជំនាញត្រឹមត្រូវអាហ្នឹងគេសំជាមួយណាមុខជំនាញមកគេការងាររបស់គេតទៅពេលយើងមានណាយើងជាប់ភាសាម៉ែឪសោកលុយហ្នឹងអញ្ចឹងខ្ញុំអត់និយាយណារឿងយុវជនមួយចំនួនដែលគាត់នៅក្មេងហើយឃើញគាត់មានការងារអីហឺហាហំហានដែលការពិតធាតពិតគាត់មានប៉ាម៉ាក់គាត់ធ្វើរឿងអញ្ចឹងមិនល្អពីក្រោយខ្នងណាអាហ្នឹងអត់ទេហើយតាមពិតខ្ញុំមិនលើកទឹកចិត្តឲ្យប៉ាម៉ាក់ធ្វើអញ្ចឹងទេធ្វើអញ្ចឹងគាត់ដូចសម្លាប់កូនគាត់ទាំងរស់អញ្ចឹងកូនគាត់ចាប់ផ្ដើមគេហៅបាត់បង់នៅអំណាចក្នុងខ្លួនឯងហ្មងគាត់ពឹងតែម៉ែឪហើយពេលរៀនគាត់អត់សូវយកចិត្តទុកដាក់ឯងព្រោះគាត់គិតថាអីអាខំរៀនទៅស្អីទេម៉ែឪអញគង់ទុកកន្លែងអញបានដែលហ្នឹងចាំបាច់ប្រឹងរៀនទៅអីសบายទៅវាចំណេញជាងណែអញ្ចឹងសួរថាគាត់ប្រឹងរៀនអត់គាត់ប្រឹងរៀននេះហើយដល់ពេលគាត់ប្រឹងរៀនគាត់ទទួលបានការងារអូខេការងារហ្នឹងបានប៉ុន្តែគឺគាត់អត់គុណភាពអត់សមត្ថភាពដូចសត្វជៀមពាក់ស្បែកខ្លាមិនអញ្ចឹងបាទអញ្ចឹងកន្លែងនេះនិយាយនេះគឺនិយាយសំដៅទៅលើយុវជនមួយចំនួនដែលគាត់នៅក្មេងហើយគាត់អាចសម្រេចបាននូវគោលដៅជីវិតគាត់ហ្នឹងគឺគាត់បានដោយអីគឺគាត់បានទៅលើការពឹងផ្អែកសមត្ថភាពខ្លួនឯងបាទចង់និយាយលើយុវជនប្រភេទនោះបាទហើយមួយទៀតនៅចំណុចទី5ហ្នឹងដដែលទេបើពេលគាត់ចូលបម្រើការងារវិញណាមនុស្សដែលធ្លាប់រៀបចំគោលដៅអាជីពការងារហ្នឹងគឺការងាររបស់គាត់គឺគាត់ច្រើនមានចំណូលល្អឆាប់បានឡើងតំណែងលឿនជាងអ្នកដែលគ្មានគម្រោងច្បាស់លាស់ទៀតហើយវាជាចំណុចមួយដែលបង្ហាញពីភាពជាម្ចាស់នៃអនាគតខ្លួនឯងគាត់មានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនហើយក៏អាចជាទីពេញចិត្តរបស់នយោជកឬអ្នកដឹកនាំនៅក្នុងស្ថាប័នគាត់ដែរហើយអ្នកទាំងអស់គ្នាកន្លែងចំណុចមួយហ្នឹងខ្ញុំសូមបើកវងកញ្ចក់បន្តិចចុះពេលខ្លះមាននិស្សិតមួយចំនួនគាត់ត្អូញត្អែថាខ្លួនគាត់រៀនចប់គ្មានការងារធ្វើពិបាករកការងារធ្វើការងារចង្អៀតពេលខ្លះអ្វីដែលគាត់លើកឡើងមិនប្រកាសថាត្រូវទេ
មុននឹងគាត់និយាយចឹងគាត់តែឆ្លោះបញ្ចាំងមកមើលខ្លួនឯងវិញដែរថាតើយ៉ាងម៉េចស្របពេលដែលពេលខ្លះនៅពេលដែលគេទៅសួរម្ចាស់សហគ្រាសឬក៏ស្ថាប័នណាមួយទៅជាត្រូវកែអីគេបែរជាលើកត្អូញត្អែត្រឡប់មកវិញថាពិបាកជ្រើសរើសបុគ្គលិកឲ្យមកធ្វើការងារពិបាកមែនតើមានបុគ្គលិកដែលយក CV មកដាក់ប៉ុន្តែយ៉ាងម៉េចយកមកប្រើអត់គុណភាពចឹងសួរថាតើវាយ៉ាងម៉េចវិញរឿងហ្នឹងចឹងពេលខ្លះយើងត្រូវមកសួរខ្លួនឯងដែរថាតើពេលដែលយើងរៀនយ៉ាងម៉េចបាទចឹងយើងត្រូវត្រឡប់មកមើលខ្លួនឯងខ្លះដែរទទួលស្គាល់ថាវាមិនមែនជាបញ្ហាកើតឡើងគេហៅមិនមែនបញ្ហានោះវាមិនមែនកើតឡើងដោយសារយើងសិក្សាទេប៉ុន្តែក៏កុំភ្លេចមើលរំលងកុំភ្លេចមើលកុំមើលរំលងខ្លួនឯងនិយាយយូរចង់ជាប់មាត់កុំភ្លេចមើលខ្លួនឯងដែរថាតើខ្លួនឯងអាចមានបានចូលរួមបង្កើតបញ្ហាហ្នឹងដែរអត់បាទអូខេហ្នឹងហើយនិយាយយ៉ាងយូរដែរហើយព្រោះវីដេអូនេះចេតនាខ្ញុំធ្វើហ្នឹងអាចថាបែបលក្ខណៈដាក់ស្ដាប់កំសាន្តលេងទេស្ដាប់ចោលអញ្ចឹងណាចឹងហើយខ្ញុំអត់ធ្វើជាវីដេអូសកម្មភាពដូចជាវីដេអូខ្ញុំបញ្យល់តាក់ទងនឹងសំណួរចម្លើយសិលធម៌ពលរដ្ឋឬក៏ដូចវីដេអូទី1ទេដោយសារខ្ញុំចំណាយពេលក្នុងការនិយាយជាសំឡេងនេះច្រើនបាទវាអាចចូលច្រើននាទីឯងខ្ញុំអត់ដឹងថាប្រហែលនាទីនេះបាទអញ្ចឹងហើយបានខ្ញុំប្រើជំរើសហ្នឹងអញ្ចឹងសរុបមកការរៀបចំគោលដៅអាជីពការងារនេះវាពិតជាមានសារៈសំខាន់ណាសម្រាប់យើងទាំងអស់គ្នាបាទអញ្ចឹងអ្នកស្ដាប់ទាំងអស់អាចយកទៅពិចារណាសិនបានកុំតន់អាលជឿទៅលើចំណុចទាំង5នេះហើយក៏វាមិនប្រកាសថាមានតែ5ចំណុចនេះដែរវាអាចមានច្រើនជាង5ចំណុចនេះទៀតហើយខ្ញុំក៏សូមរំលឹកឡើងវិញផងដែរថាសារៈសំខាន់ដែលខ្ញុំបានលើកឡើងមិញនេះគឺមាន5ចំណុចនៅពេលដែលយើងរៀបចំគោលដៅផ្នែកអាជីពការងារហ្នឹងគឺទី1ជួយឲ្យយើងផ្ដល់នៅផែនទីច្បាស់លាស់មួយសម្រាប់យើងចំណុចទី2ជួយដល់ការសម្រេចចិត្តរៀនជំនាញបានត្រឹមត្រូវច្រើនជាងមុនទី3ចូលរួមបំពេញតម្រូវការទីផ្សារការងារទី4បង្កើនការបដិញ្ញាចិត្តនិងភាពជឿជាក់លើខ្លួនឯងហើយនិងទី5ចុងក្រោយគឺឆាប់សម្រេចដល់គោលដៅលឿនជាងមនុស្សដែលគ្មានគោលដៅបាទអញ្ចឹងខ្ញុំសូមចែករំលែកតែ5ចំណុចនេះទេហើយបើសិនជាអ្នកទាំងអស់គ្នាស្ដាប់ទៅគិតថាអូដូចខ្វះចំណុចណាមួយទៀតអាចបន្ថែមខ្លួនឯងបានបាទហ្នឹងហើយមួយទៀតខ្ញុំនៅតែនិយាយម្ដងហើយម្ដងទៀតណាសូមខន្តីអភ័យទោសដល់ខ្ញុំបាទផងអ្វីដែលខ្ញុំលើកឡើងមកនេះចេតនាគឺគ្រាន់តែចង់ចែករំលែកដែលគិតថាអ្វីដែលវាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាហើយគ្មានចេតនាថាចង់ទៅវាយប្រហារចង់ថាឲ្យអ្នកណាមួយទេបាទអញ្ចឹងក៏សូមអធិស្ឋានផងបើសិនជាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តហើយក៏អរគុណច្រើនដល់អ្នកស្ដាប់ទាំងអស់គ្នាដែលបានព្យាយាមស្ដាប់តាំងពីដើមរហូតដល់ចប់ពីព្រោះវីដេអូនេះវែងដែរមិនខ្លីទេខ្ញុំទទួលស្គាល់បាទអញ្ចឹងបើសិនជាមានចំណុចណាលើសលួសឬក៏ខ្វះខាតអធិស្ឋានហើយបើសិនជាមានកំណត់យោបល់ណាចង់រិះគន់ក្នុងន័យស្ថាបនាគឺខ្ញុំរីករាយនឹងទទួលពីអ្នកទាំងអស់គ្នាបាទអរគុណច្រើនសូមរងចាំស្ដាប់នៅវីដេអូភាគទី2ភាគទី3បន្តទៀតខ្ញុំបាទវិបុលសូមជម្រាបលា